ចង់ដឹងថា Facebook របស់យើងបាទជាប់ជាមួយនឹងកម្មវិធីអីខ្លះហើយយើងធ្វើការដកចេញកុំឲ្យមានបញ្ហាអញ្ចឹងអ្នកនរគ្នាអាចចូលទៅកាន់កន្លែង3ត្រេមកបាទហើយអ្នកនរគ្នាអូសមកក្រោមរកពាក្យ setting and privacy បាទបន្តមកទៀតចូលកន្លែង setting បាទអូខេចាំបន្តិចអ្នកនរគ្នាអូសមកក្រោមបាទអូសមកក្រោមទៀតអូសមកក្រោមទៀតអ្នកគ្នារើសពាក្យ add and website កន្លែងនេះអូខេបន្តមកទៀតវានឹងឃើញកម្មវិធីមួយចំនួនដែលយើងបាន connect ជាមួយនឹងកម្មវិធី Facebook របស់យើងបាទជាមួយ account អញ្ចឹងអ្នកគ្នាចង់ដកចេញគ្រាន់តែចុចទៅលើនឹងមួយមកបាទចុចលើកម្មវិធីមួយណាដែលយើងឈប់លេងអ្នកគ្នាអញ្ចឹងយើងចុចកន្លែង remove អូសមកក្រោមមករើសឃើញពាក្យ remove យើងចុចមួយទៀតមកអូខេវានឹងផ្ដាច់ចេញពី account Facebook របស់យើងតែម្ដងកម្មវិធីមួយហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលចង់ដកជាមួយនឹងកម្មវិធីណាមួយដែលយើងអត់បានប្រើគឺយើងអាចធ្វើតាមនេះបានអញ្ចឹងវានឹងល្អចំពោះ account យើងផងដែរអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនសម្រាប់ការមើលវីដេអូនេះហើយជួបគ្នាវីដេអូក្រោយ